ថៃនៅថ្ងៃទី5ខែតុលាឆ្នាំ2025បានបញ្ចេញផែនការលម្អិតអំពីការសាងសង់របងដែលមានសន្ធឹងជាង23គីឡូម៉ែត្រតាមបណ្ដោយព្រំដែនភាគខាងលិចជាប់ប្រទេសកម្ពុជាយោងតាមប្លង់វិស្វកម្មដែលចុះផ្សាយដោយកាសែត Thai The Nation អង្គភាពវិស្វកម្មនៃកងទ័ពភូមិន្ទថៃនឹងសង់បង្គោលបេតុងភ្ជាប់ដោយខ្សែកាបនិងបន្ថែមលូកបន្លាមួយជាន់ទៀតនៅចន្លោះបង្គោលព្រំដែនលេខ49និង51នៅក្នុងខេត្តស្រះកែវជាប់នឹងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យរបស់កម្ពុជារបងនេះមានកម្ពស់2ម៉ែត្រកន្លះគម្លាតពីបង្គោលមួយទៅមួយប្រវែង3ម៉ែត្រនិងមានបំពាក់កាមេរ៉ាចំនួន43គ្រឿងមានព័ត៌មានថាថៃអាចដាក់កំភ្លើងយន្តនៅតាមរបងនេះផងដែរគម្រោងសាងសង់របងនេះចែកចេញជាពីរផ្នែកមួយផ្នែកមានប្រវែងជាង6គីឡូម៉ែត្រនិងមួយទៀតជាង17គីឡូម៉ែត្រដែលគ្របដណ្ដប់ព្រំដែនដែលជាតំបន់ចម្រូងចម្រាសនិងមុខសញ្ញានៃឧក្រិដ្ឋកម្មឆ្លងដែននេះបើយោងទៅតាមកាសែត The Nation កងទ័ពថៃនិយាយថារបង23គីឡូម៉ែត្រនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះហើយថៃក្រុងសាងសង់របងដូចគ្នានេះនៅទីតាំងព្រំដែនជាច្រើនកន្លែងទៀតដែលថៃអះអាងថាបានព្រមព្រៀងគ្នាជាមួយនឹងកម្ពុជារួចហើយក៏ប៉ុន្តែដោយសារតែព្រំដែនជាមួយកម្ពុជាមានចម្ងាយជាង800គីឡូម៉ែត្រមិនទាន់បានបោះបង្គោលពេញលេញហើយថៃតែងតែយកផែនទីដែលខ្លួនគូសជាឯកតោភាគីមកទាមទារទឹកដីក្រុមអ្នកវិភាគបារម្ភថារបងថ្មីនេះអាចធ្វើឲ្យស្មុគស្មាញដល់ការងារវាស់វែងនិងផ្ទៀងផ្ទាត់ក្រោមដំណើរការព្រំដែនរួមអាជ្ញាធរខេត្តបន្ទាយមានជ័យលើកឡើងថាសំណង់ឯកតោភាគីណាមួយដែលធ្វើឡើងនៅបន្ទាត់ព្រំដែនដែលមិនទាន់បោះបង្គោលព្រំដែនរួមអាចរំលោភទៅលើអធិបតេយ្យភាពរបស់កម្ពុជាខ្ញុំរស់សុធាពី News Today NTTV